សួស្តីបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ podcast របស់យើងនៅថ្ងៃនេះតើអ្នកធ្លាប់មានអារម្មណ៍ថាជីវិតអ្នកដទៃមើលទៅហាក់ដូចជាល្អឥតខ្ចោះជាងជីវិតខ្លួនឯងដែរឬទេតើអ្នកធ្លាប់សម្លឹងមើលទៅគេហើយលួចដកដង្ហើមធំចំពោះអ្វីដែលខ្លួនកំពុងមានដែរទេថ្ងៃនេះខ្ញុំមានរឿងនិទានខ្លីមួយប៉ុន្តែបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅមកចែកជូនបងប្អូនទាំងអស់គ្នារឿងនេះមានចំណងជើងថាសត្វក្អែកនិងអាចកំបាំងនៃសេចក្តីសុខកាលពីព្រេងនាយមានសត្វក្អែកមួយក្បាលរស់នៅក្នុងព្រៃយ៉ាងមានសេចក្តីសុខប៉ុន្តែថ្ងៃមួយសេចក្តីសុខរបស់វាត្រូវបានរង្គោះរង្គើនៅពេលដែលវាបានប្រទះឃើញសត្វខ្ងានដ៏ស្រស់ស្អាតមួយក្បាលក្អែកគិតក្នុងចិត្តថាអូមើលចុះខ្ងាននោះមានរោមសក្បុសដូចសម្លៃវាពិតជាស្អាតណាស់ក្នុងโลกនេះប្រហែលជាគ្មានអ្នកណាមានសេចក្តីសុខជាងខ្ងាននោះទេចំណែកឯយើងវិញមានតែរោមខ្មៅស្រងប់គួរឲ្យធន់ណាស់ដោយចង់ដឹងការពិតក្អែកក៏ហៅទៅសួរខ្ងានក៏តបវិញដោយដកដង្ហើមធំថាមិត្តអើយដំបូងខ្ញុំក៏ស្មានថាខ្លួនឯងស្អាតបំផុតដែររហូតដល់ខ្ញុំបានជួបសត្វសេកមានពណ៌ដល់ទៅ2លើខ្លួនគឺបៃតងនិងក្រហមមើលទៅពិតជាទាក់ទាញមែនទែនខ្ញុំគិតថាសេកទើបជាសត្វដែលមានសេចក្តីសុខជាងខ្ញុំក្អែកមិនអស់ចិត្តក៏ហៅទៅរកសត្វសេកទៀតសេកក៏ប្រាប់វិញទាំងក្រៀមក្រំថាមិត្តអើយខ្ញុំធ្លាប់មានមោទនភាពចំពោះសម្រស់ពីរពណ៌របស់ខ្ញុំណាស់រហូតដល់ថ្ងៃដែលខ្ញុំបានឃើញសត្វខ្ងោកខ្លួនខ្ញុំមានតែ2ពណ៌ទេតែឯខ្ងោកវិញមានពណ៌រាប់រយពណ៌ចែងចាំងដូចត្បូងឯងគិតមើលទៅអ្នកណាស្អាតជាងចុងក្រោយក្អែកក៏ហើរទៅដល់សួនសត្វដើម្បីជួបខ្ងោកវាឃើញមនុស្សរាប់រយនាក់ចោមរោមមើលហើយសរសើរខ្ងោកមិនដាច់ពីមាត់នៅពេលដែលមនុស្សត្រឡប់ទៅវិញអស់ក្អែកក៏ចូលទៅជិតខ្ងោកហើយនិយាយថាមិត្តខ្ងោកហើយអ្នកពិតជាអស្ចារ្យណាស់មនុស្សគ្រប់គ្នាស្រឡាញ់អ្នកមកមើលអ្នករាល់ថ្ងៃចំណែកខ្ញុំវិញគ្រាន់តែឃើញមុខក៏គេដេញចេញដែរអ្នកពិតជាសត្វដែលមានសេចក្តីសុខបំផុតក្នុងโลกមែនទេខ្ងោកសម្លឹងមើលក្អែករួចឆ្លើយទាំងទឹកភ្នែករលៀងរលោងថាមិត្តក្អែកហើយដោយសារតែសម្រស់ដែលគ្រប់គ្នាជឿថាស្អាតនេះហើយទើបគេចាប់ខ្ញុំមកឃុំក្នុងទ្រុងចង្អៀតនេះខ្ញុំសម្លឹងមើលទៅក្រៅទ្រុងរាល់ថ្ងៃហើយខ្ញុំគិតថាសត្វក្អែកដូចជាអ្នកទៅវិញទេដែលជាសត្វមានសេចក្តីសុខបំផុតព្រោះគ្មាននរណាចង់ចាប់ក្អែកដាក់ទ្រុងទេអ្នកមានសេរីភាពអ្នកអាចហើរទៅណាមកណាបានតាមចិត្តក្នុងពិភពលោកដ៏ធំធេងនេះបងប្អូនទាំងអស់គ្នាតើអ្នកបានរៀនអ្វីខ្លះពីរឿងនេះមេរៀនដ៏សំខាន់បំផុតគឺការប្រៀបធៀបគឺជាចោរដែលលួចយកសេចក្តីសុខយើងតែងតែមើលទៅអ្នកដទៃរួចគិតថាគេល្អជាងគេមានជាងឬគេស្អាតជាងយើងមើលឃើញតែឆាកសម្ដែងដ៏ត្រចះចង្ចង់របស់គេប៉ុន្តែយើងមិនបានឃើញពីក្រោយឆាកនៃទុក្ខលំបាកឬការបាត់បង់សេរីភាពរបស់គេឡើយអ្វីដែលយើងកំពុងមាននិងអ្វីដែលយើងកំពុងរអ៊ូថាមិនល្អប្រហែលជាអ្វីដែលអ្នកដទៃកំពុងប្រាថ្នាចង់បានបំផុតក្នុងជីវិតរបស់គេក៏ថាបានកន្លឹះមុននឹងបញ្ចប់ podcast ថ្ងៃនេះកុំយកជីវិតពិតរបស់អ្នកទៅប្រៀបធៀបនឹងរូបភាពដ៏ល្អអស្ចារ្យរបស់អ្នកដទៃលើបណ្ដាញសង្គមឬអ្វីដែលគេបង្ហាញចេញមកក្រៅចូលមានមោទនភាពចំពោះអ្វីដែលអ្នកមានហើយប្រើជីវិតឲ្យមានន័យក្នុងរបៀបរបស់អ្នកត្រូវចាំថាគ្មាននរណាម្នាក់អាចធ្វើជាខ្លួនអ្នកបានល្អជាងខ្លួនអ្នកឡើយសូមអរគុណបងប្អូនដែលបានចំណាយពេលស្ដាប់ podcast ក្នុងថ្ងៃនេះសង្ឃឹមថាអ្នកនឹងស្វែងរកឃើញសេចក្តីសុខពិតប្រាកដដែលនៅក្នុងដៃរបស់អ្នកស្រាប់ជួបគ្នានៅអេពីសូតក្រោយពីខ្ញុំអូលេណាណា